ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់អនុញ្ញាតឲ្យពុទ្ធបរិស័ទទាំងឡាយបង្កើតធ្វើឲ្យមាននៅបុណ្យកឋិនទានដោយហេតុមានអត្ថន័យដូចនេះគឺតថាគតនឹងញ៉ាំងសាសនានេះឲ្យរឹងរឿងថិតថេរតរៀងទៅនឹងញ៉ាំងសទ្ធារបស់ពុទ្ធបរិស័ទទាំងឡាយមិនឲ្យសាបសូន្យឡើយហើយឲ្យពុទ្ធបរិស័ទទាំងឡាយធ្វើនៅបុណ្យកឋិនទានដើម្បីផ្សះផ្សាសាមគ្គីភាពពុទ្ធបរិស័ទក្នុងសាសនានេះតថាគតនឹងញ៉ាំងត្រៃចវរៈ3គឺស្បាំងជាពោសង្កដីដើម្បីឲ្យភិក្ខុសង្ឃក្នុងសាសនានេះត្រូវត្រង់មិនឲ្យសាបសូន្យឡើយត្រៃចវរៈ3នេះត្រូវធ្វើតាមក្រឹតព្រះវិន័យបានត្រឹមត្រូវល្អក្នុងសាសនារបស់តថាគតដ៏បវររុងរឿងដើម្បីមិនឲ្យខូចទ្រង់ទ្រែងនឹងពណ៌ទាំង3គឺពណ៌លឿងក្បែរចាស់និងពណ៌លឿងចាស់ពុទ្ធបរិស័ទទាំងឡាយធ្វើបុណ្យកឋិនទានដើម្បីអនុគ្រោះដល់ភិក្ខុសង្ឃនៅក្នុងពុទ្ធសាសនាមិនឲ្យខ្វះខាតនៅត្រៃចីវរៈទាំង3គឺស្បាំងជាពោនិងសង្កដីសម្រាប់ទ្រទ្រង់ប្រើប្រាស់ត្រៃចីវរៈទាំង3នេះគឺជាទង់ជ័យរបស់ព្រះពុទ្ធសាសនាសម្រាប់ភិក្ខុសង្ឃអ្នកទ្រទ្រង់នៅធ្វើវិន័យតាមព្រះពុទ្ធដីកាហើយបុណ្យកឋិនទានគឺជាក្រពូជនៃពុទ្ធសាសនាដែលមានប្រឡូកដ៏លូតលាស់រុងរឿងតទៅមុខទៀតអ្នកធ្វើបុណ្យកឋិនទានគឺជាអ្នកជួយដាំនិងមើលថែទាំព្រះពុទ្ធសាសនាឲ្យរុងរឿងថិតថេរតទៅមុខយូរអង្វែងរហូតទៅពុទ្ធបរិស័ទទាំងឡាយអ្នកធ្វើបុណ្យកឋិនទានគឺជាអ្នកជួយបន្តវង្សនៃព្រះពុទ្ធសាសនាឲ្យរុងរឿងលូតលាស់ថិតថេរជាអង្វែងយ៉ាងពិតប្រាកដពុទ្ធបរិស័ទទាំងឡាយអ្នកធ្វើបុណ្យកឋិនទានរមែងបាននៅអានិសង្សទាំងឡាយ5ប្រការយ៉ាងពិតប្រាកដគឺមានប្រាជ្ញាខ្លៅខ្លាមុំមុតមានលក្ខណៈនៃរូបកាយល្អស្អាតមានពណ៌សម្បុរនៃរូបកាយល្អស្អាតក្នុងជាតិកំណត់ខាងមុខនឹងបានកើតជាទេវតាក្នុងឋានសួគ៌ខ្ពស់ច្រើនជាតិលុះចុតទៅពីទេវតាមកកើតជាមនុស្សនឹងកើតជាស្ដេចមានអំណាចច្រើនជាតិភិក្ខុអ្នកក្រៅក្រងកឋិននិងភិក្ខុអ្នកអនុមោទនាកឋិនទានមានអានិសង្ស5យ៉ាងគឺភិក្ខុចេញទៅណាមកណាក្រៅទីវត្តអាវាសមិនបានលាភិក្ខុសង្ឃផងគ្នាក្នុងទីវត្តអាវាសនោះក៏មិនត្រូវអាបត្តិភិក្ខុចេញទៅក្នុងទីឆ្ងាយដោយនៅប្រសិទ្ធត្រៃចីវរៈទាំង3ដែលសេសសល់អំពីការប្រើប្រាស់ឡងរាត្រីទៅក៏មិនត្រូវអាបត្តិភិក្ខុទទួលការនិមន្តអំពីទាយកដោយបញ្ចេញវាចាចំឈ្មោះភោជនទាំង5មានត្រីសាច់ជាដើមក៏មិនត្រូវអាបត្តិភិក្ខុទទួលការនិមន្តរបស់ទាយកនិមន្តទៅឆាន់គណៈភោជនទាំង5មានបាយត្រីសាច់ជាដើមនៅទីកន្លែងរបស់ទាយកនិមន្តនោះដោយភិក្ខុមិនត្រូវអាបត្តិភិក្ខុអ្នកក្រៅក្រងកឋិននិងភិក្ខុអ្នកអនុមោទនាកឋិនមិនមានសិទ្ធិទទួលនៅលៀបសក្ការៈដែលកើតឡើងអំពីកឋិននោះក្នុងទីអាវាសដែលខ្លួនចាំវាសានោះអស់រយៈពេលគ្រប់3ខែពេញបរិបូរណ៍ដោយមិនដាច់នេះគឺជាអានិសង្សនៃបុណ្យកឋិនទានកើតឡើងដល់ទាយកអ្នកធ្វើនិងកើតឡើងដល់ភិក្ខុអ្នកក្រៅក្រងនិងភិក្ខុអ្នកអនុមោទនានៅត្រៃចីវរៈរបស់កឋិនទាននោះពុទ្ធបរិស័ទរួមសាមគ្គីភាពគ្នាធ្វើបុណ្យកឋិនទានគឺជាការដង្ហែនៅទង់ជ័យនៃព្រះពុទ្ធសាសនាហើយត្រូវត្រង់នៅព្រះពុទ្ធសាសនាឲ្យលូតលាស់រុងរឿងតរៀងទៅ